Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាវីដេអូថ្មីទៀតហើយវីដេអូថ្ងៃនេះខ្ញុំចង់និយាយពីអ្វីទៅដែលខ្ញុំឆ្លាញ់ពីព្រលឹងយន្តហោះថ្មីដេជោហ្នឹងខ្ញុំបានទៅព្រលឹងយន្តហោះថ្មីហ្នឹងច្រើនដងហើយទាំងជិះឡានក្រុងផងធ្វើដំណើរខ្លួនឯងផងហើយបានហោះចេញពីព្រលឹងយន្តហោះហ្នឹងទៀតចារឿងទី1នោះ first of all គឺវាថ្មីធំហើយស្អាតគ្រប់យ៉ាងគឺល្អទាំងអស់វានៅថ្មីល្អធំទូលាយស្អាតមែនតើទី2 trolley are free of charge អញ្ចឹងអ្នកទាំងអស់គ្នាឃើញ trolley ទាំងអស់នេះគឺអាចយកទៅប្រើសេរីអត់មានត្រូវបង់លុយបង់កាក់អីទេវាខុសពីប្រេងធម្មមួយចំនួនផ្សេងទៀតដែលពេលដែលយើងប្រើ trolley យើងត្រូវដាក់កាក់យើងត្រូវបង់កម្រៃផ្សេងព្រោះទី3យើងមាន water refill station ហើយអញ្ចឹង very convenient យើងកាន់តែដបទឹកទៅទៅមួយទៅដល់ក្នុងពលាយើងចាក់ទឹក refill បានអត់ចាំបាច់ត្រូវចំណាយលុយទិញទឹកសុទ្ធនៅក្នុងពលាហោះអីអស់លុយច្រើននេះមួយទៀតនោះគឺមាន food court មិនចំជា food court ទៀតនេះជាលក្ខណៈជា restaurant ហើយមានហាងហ្នឹងមានហាងជាច្រើននៅហ្នឹងមានច្រើនជម្រើសម្ហូបអាស៊ីម្ហូបអឺរ៉ុបហើយមួយទៀតហ្នឹងគឺបុគ្គលិកនៅបលៀនរួសរាយរាក់ទាក់ហើយជួយយកអាសារមែនតើខ្ញុំមានបញ្ហាមិត្តភ័ក្ដិខ្ញុំភ្លេចទូរស័ព្ទនៅកន្លែង TSA នោះក៏យើងចេញចូលទៅយកបានដោយស្រួលតាមថាគាត់តាំងតែងមែនតែគាត់និយាយមួយយើងសំដីព្រោះអញ្ចឹង that is great and that all for me guys see you in the next video bye